ជាថ្មីឡើងវិញព្រោះដើម្បីសេចក្តីសុខរបស់យើងហើយជាផ្សេងគោលធម៌ដែលប្រមូលឲ្យបានបាត់គឺទានសិលភេរវនាចំពោះកុហកព្រោះហើយចំពោះប្រសងសិលសមាធិបញ្ញាជាគោលទៅបានបាត់តាមព្រោះគឺសំខាន់ណាស់ដូចនេះបើក្នុងពេលឱកាសចូលឆ្នាំប្រពៃណីនេះព្រោះតាមនៃបច្ចុប្បន្ននេះព្រះពុទ្ធសម្ដែងជាជាថាចំពោះមេដាបេដាយើងនៅរស់ដែលកំពុងមានជីវិតរស់នៅកូនចៅទៅទម្រុកបំរុងគាត់ឲ្យគ្រឿងបច្ច័យ4ដូចជាសម្លៀកបំពាក់ផ្ទះសម្បែងចំណីអាហារបរិភោគតាមកាយរោគឲ្យថែទាំគាត់មានអាយុវែងតទៅទៀតនឹងបើដៃពុកយើងនៅរស់បើដៃពុកយើងចែកឋានទៅកូនចៅក្នុងឱកាសបុណ្យចូលឆ្នាំតាមពេលនេះបានធ្វើបុណ្យតែកណានុបទានទៅកសលជូនគាត់ព្រោះការធ្វើទៅបានប្រងទៅកសលហ្នឹងទេជួយឲ្យទីអត់បានទេព្រោះថាជាកិច្ចចុងក្រោយបំផុតរបស់កូនចៅប្រុសស្រីគឺធ្វើបុណ្យទៅកសលជូនទៅគាត់នឹងជាកិច្ចកូនចៅទៅប្រតិបត្តិតាមទី1ដល់ខាត់ចិត្តខ្លួនយើងឲ្យបានស្អាតបរិសុទ្ធផងទី2ម្ដាយឪពុកនៅរស់កូនចៅទំនុកបំរុងគាត់ឲ្យគាត់រស់នៅបានសុខបានស្រួលតទៅទៀតទី2បើគាត់ចែកឋានទៅកូនចៅក៏បីទិកសលជូនដល់គាត់នឹងកិច្ចនៃកូនចៅទៅប្រព្រឹត្តប៉ុណ្ណឹងបងម្ដាយឪពុកយើងចាត់ទុកជាទេវតាចាត់ទុកជាព្រះរបស់កូនចៅទៅអនាគតទៀតណាបងដូច្នេះទាំងអស់គ្នាជាកូនចៅដែលមកវត្តក្នុងទីនេះគឺបំណងអញ្ចឹងបំណងថាធ្វើល្អគោរពមេដាបិតាគោរពចាស់ប្រធានចាគោរពជាពួកអ្នកមានសិលហើយយើងធ្វើបុណ្យមានបទទៀតធ្វើបុណ្យទៅកុសលយើងធ្វើបុណ្យមកធ្វើបុណ្យបានបុណ្យខ្លួនយើងហើយបងដោយយើងថ្វាយបង្គំព្រះទៅវិញមិនចេះសូត្រធម៌ក៏ដោយក៏តាំងចិត្តថ្វាយបង្គំចំពោះព្រះពុទ្ធពធព្រះសង្ឃទី1បានបុណ្យខ្លួនយើងបានបុណ្យហើយទី2បានសមាទាននិច្ចសិល5ក៏មានការវិចារការសម្រាប់សត្វបំបត្តិជីវិតគឺជាដើមយើងបានមានសិលខ្លួនយើងហើយបន្តមកទៀតស្ដាប់ទេសនាយើងស្ដាប់ខ្លួនយើងទៀតយើងធ្វើបុណ្យខ្លួនយើងម្ដាយឪពុកបើគាត់ស្លាប់ទៅមិនបានធ្វើបុណ្យមួយយើងទេប៉ុន្តែយើងមានចំណែកមួយតាមចិត្តទៅជូនទៅគាត់តែយើងបានធ្វើបុណ្យបានបុណ្យខ្លួនយើងប៉ុន្តែដើម្បីឲ្យបានដល់គាត់ផងកូនចៅតាមចិត្តថាបុណ្យកុសលដែលកូនចៅបានមកធ្វើក្នុងពេលមាន